វិធីព្យាបាលខ្សោយតម្រងនោមដំណាក់កាលចុងក្រោយរបស់អ្នកជំងឺទឹកនោមផ្អែមគឺយើងព្យាបាលទប់ស្កាត់ដើម្បីកុំឲ្យជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយវិវត្តទៅខូចតម្រងនោមទាំងស្រុងឈានដល់ដំណាក់កាលលាងឈាមទី1គឺបញ្ចុះជាតិស្ករឲ្យដល់គោលដៅទាំងស្ករពេលព្រឹកមិនទាន់ពិសារអាហារហើយស្ករក្រោយពិសារអាហារ2ម៉ោងប្រចាំថ្ងៃជាពិសេសគឺព្យាបាលស្ករ A1C ឲ្យដល់គោលដៅជានិច្ចហើយបូកបញ្ចូលថ្នាំបញ្ចុះជាតិស្ករដែលមានសមត្ថភាពជួយការពារតម្រងនោមដូចជាពពួកក្រុម SGLT2 inhibitor GLP-1 receptor agonist ទាំងអស់នេះសុទ្ធតែជាថ្នាំក្រុមស៊េរីថ្មីដែលមានតួនាទីជួយការពារតម្រងនោមសម្រាប់អ្នកជំងឺទឹកនោមផ្អែមទី2ព្យាបាលបញ្ចុះសម្ពាធឈាមធ្វើម៉េចឲ្យសម្ពាធឈាមប្រចាំថ្ងៃតិចជាង130លើ80មីលីម៉ែត្របារតជានិច្ចដូចជាប្រើពពួកថ្នាំក្រុម ARB inhibitor ឬក៏ ACE inhibitor ដែលពពួកក្រុមថ្នាំទាំងនេះគឺមានសកម្មភាពជួយបន្ថយសម្ពាធនៅក្នុងកញ្ច្រែងតម្រងនោមរបស់អ្នកជំងឺឬក៏បូកបញ្ចូលពពួកថ្នាំ non-steroid MRA ប្រសិនបើមុខងារតម្រងនោមរបស់អ្នកជំងឺនៅល្អនៅឡើយកម្លាំងច្រោះ EGFR លើសពី25មីលីលីត្រក្នុង1នាទីហើយអាចឆែកឈាមមើលជាតិប៉ូតាស្យូមមុននឹងប្រើពពួកក្រុមថ្នាំនេះទី3អ្នកជំងឺត្រូវតមប្រៃពិសាអំបិលមួយថ្ងៃមិនឲ្យលើសពី5ក្រាមនោះទេហើយនឹងតមជាតិប្រូតេអ៊ីនគេផ្ដល់អនុសាសន៍ឲ្យយើងពិសាជាតិប្រូតេអ៊ីនក្នុងមួយថ្ងៃ 0.8 ក្រាមក្នុង1គីឡូនៃទម្ងន់ខ្លួនរបស់អ្នកជំងឺទី4គឺប្រើថ្នាំបញ្ចុះខ្លាញ់ឬអាចបូកបញ្ចូលជាមួយនឹងថ្នាំពង្រាយឈាមករណីដែលចាំបាច់ដើម្បីបង្ការហានិភ័យកុំឲ្យស្ទះសរសៃឈាមបេះដូងនិងស្ទះសរសៃឈាមខួរក្បាលទី5ព្យាបាលទៅលើខ្វះគ្រាប់ឈាមក្រហមដោយប្រើថ្នាំជាដែកហើយនិងថ្នាំអរម៉ូនបង្កើនគ្រាប់ឈាមក្រហមទី6ក្នុងករណីដែលចាំបាច់អ្នកជំងឺហើមជើងឬហើមមុខត្រូវប្រើថ្នាំបញ្ចុះទឹកនោមតែមិនត្រូវប្រើច្រើនជ្រុលពេកនោះទេព្រោះថាថ្នាំបញ្ចុះទឹកនោមអាចធ្វើឲ្យបាត់ជាតិរ៉ែនៅក្នុងឈាមរបស់អ្នកជំងឺហើយនឹងអាចប៉ះពាល់ទៅលើមុខងារតម្រងនោមរបស់អ្នកជំងឺបន្ថែមទី7គឺព្យាបាលទៅលើការវិវត្តរបស់ជំងឺទឹកនោមផ្អែមឧទាហរណ៍ដូចជាអ្នកជំងឺត្រូវឆែកបាតភ្នែកជាមួយនឹងគ្រូពេទ្យឯកទេសភ្នែកអ្នកជំងឺត្រូវឆែករករកមើលជំងឺស្ទះសរសៃឈាមបេះដូងឬក៏ត្បៀតសរសៃឈាមបេះដូងជាមួយនឹងគ្រូពេទ្យឯកទេសបេះដូងទី8អ្នកជំងឺចាំបាច់ត្រូវតែឆែកជាតិស្ករ A1C រៀងរាល់3ខែម្ដងហើយអ្នកជំងឺត្រូវតាមដានជួសជាតិស្ករនិងវាស់សម្ពាធឈាមប្រចាំថ្ងៃនៅឯផ្ទះ